ចងចាំរូបមន្ត 3P ដើម្បីឲ្យការនិយាយរបស់យើងកាន់តែរលូន Prepare រៀបចំ Practice អនុវត្ត Perform បង្ហាញ P1 Prepare រៀបចំតើយើងត្រូវរៀបចំអ្វីឧទាហរណ៍ថា My favorite hobbies អញ្ចឹងយើងត្រូវរៀបចំ3ចំណុចសំខាន់ទី1 What is my hobby អ្វីគឺជាចំណង់ចំណូលចិត្តទី2 Why do I like it ហេតុអីបានយើងចូលចិត្តវាទី3 How often do I do it P ទី2 Practice ហាត់និយាយបន្ទាប់មកទៀតយើងយក3ចំណុចហ្នឹងមកហាត់និយាយឧទាហរណ៍ My hobby is reading I like reading because it helps me to learn new things I usually read books in the evening P ទី3 Perform ការបង្ហាញចំពោះមុខអ្នកដទៃបន្ទាប់ពីហាត់និយាយរួចយើងអាចយកទៅនិយាយជាមួយនឹងមិត្តភ័ក្តិឬមួយក៏ថតវីដេអូខ្លីៗដោយយើងផ្ដោតទៅលើ eye contact ការប្រើប្រាស់ខ្សែភ្នែក clear pronunciation ការបញ្ចេញសូរសំឡេងឲ្យបានច្បាស់ smile ការញញឹម confident ទំនុកចិត្ត So if you want to be a better speaker remember 3 formula prepare practice and perform ដូច្នេះបើសិនជាយើងចង់ឲ្យការនិយាយរបស់យើងកាន់តែល្អប្រសើរចងចាំនៅរូបមន្ត3ហ្នឹងគឺរៀបចំអនុវត្តបង្ហាញចំពោះមុខអ្នកដទៃ See you next time